ខ្ញុំបានដឹងថាខ្ញុំមិនអាចជួយអ្នកដទៃប្រកបដោយប្រសិទ្ធភាពខ្ពស់បានទេលុះត្រាតែខ្ញុំមានសមត្ថភាពគ្រប់គ្រាន់ដើម្បីដោះស្រាយបញ្ហាខ្លួនឯងឲ្យបានល្អនិងប្រកបដោយផលផ្លែផ្កាខ្ពស់ជាមុនសិនការផ្សាមជីវិតឲ្យរស់នៅដោយគ្មានម្ដាយវាគឺជាវិធីសាស្ត្រដើម្បីអភិវឌ្ឍសមត្ថភាពមួយនេះវាមិនស្រួលនោះទេប៉ុន្តែខ្ញុំបានធ្វើការលើខ្លួនឯងយ៉ាងចាស់ដៃនិងខំប្រឹងឈរដោយខ្លួនឯងយ៉ាងរឹងមាំចេញពីការវឹកហាត់ការងារជាអ្នកព្យាបាលបញ្ហាផ្លូវចិត្តខ្ញុំបានដឹងថាពេលវេលាមិនអាចព្យាបាលអ្វីបានឡើយផ្ទុយមកវិញវាគឺជារបៀបដែលយើងប្រើប្រាស់ពេលវេលាឯណោះវិញទេទើបអាចព្យាបាលខ្លួនឯងឲ្យជាសះស្បើយបានលឿនរហ័សខ្ញុំយល់ថាភាពសោកសៅគឺជាដំណើរចាំបាច់មួយដែលអាចសម្រាលភាពឈឺចាប់ផ្លូវចិត្តរបស់ខ្ញុំនៅថ្ងៃណាមួយដូចនេះខ្ញុំអនុញ្ញាតឲ្យខ្លួនឯងមានអារម្មណ៍សោកសៅមានអារម្មណ៍ខឹងសម្បារនិងយល់ព្រមទទួលយកអ្វីដែលខ្ញុំបានបាត់បង់នៅពេលម្ដាយរបស់ខ្ញុំទទួលមរណភាពខ្ញុំមិនត្រឹមតែនឹកគាត់ប៉ុណ្ណោះទេប៉ុន្តែអ្វីដែលកាន់តែឈឺចាប់នោះគឺការដឹងការពិតថាគាត់មិនអាចត្រឡប់មកវិញជារៀងរហូតមកឈរជាវត្តមាននៅក្នុងព្រឹត្តិការណ៍សំខាន់នៃជីវិតរបស់ខ្ញុំនិងថាគាត់មិនអាចជួបរបស់ដែលគាត់តែងរំពឹងប្រាថ្នាចង់បានដូចជាជីវិតចូលនិវត្តន៍និងការក្លាយជាជីដូនដ៏ល្អម្នាក់ដោយមានការគាំទ្រពីមិត្តភ័ក្តិនិងគ្រួសារខ្ញុំបានរកឃើញចិត្តដែលមានសន្តិភាពហើយពេលជីវិតកាន់តែបន្តដំណើរទៅមុខខ្ញុំកាន់តែមានសមត្ថភាពអាចស្រមៃឃើញម្ដាយរបស់ខ្ញុំកំពុងឈរពេញដោយស្នាមញញឹមជាជាងបង្ហាញទឹកមុខក្រៀមក្រំ